ដល់រដូវកាលផ្សិតកឡតហើយមកអំប្អូនអើយបើសិនណាចើដឹងបំបែករូបមន្តយកធ្វើអីចងាញ់ទេអាចធ្វើមេនុយនេះបាននិយាយរំតូដាក់តូផ្លែកមិត្តផ្លែករសជាតិវាចងាញ់យ៉ាងណាថាមិនត្រូវទេមានតាំងពីបឺកឡុកអីដាក់ពីក្រមបន្ថែមគ្រីមបន្ថែមអីចោះមកអំប្អូននិយាយរំតូវាផ្លែកតែបណ្ដោយចុយពេលពុកមកអំប្អូនទិញផ្សិតកឡតបានក៏អាចធ្វើមេនុយនេះបានណាមួយក៏ដល់រដូវកាលហើយតែភ្លេងឃ្លៀបមួយមេពីរមេនោះចាប់ផ្ដើមមានផ្សិតកឡេតកឡតក៏វាចងាញ់យើងយកទៅធ្វើបង្អែមយកធ្វើអីចោះមកបងប្អូនហើយមេនុយយើងមានបឺមានអីសម្រាប់យកទៅកលក់ណែឯងហើយតាកតុងនឹងគ្រឿងផ្សំដែលសំខាន់ជាងគេដើម្បីឲ្យបឺកលក់របស់យើងចងាញ់នេះយើងប្រើជាមួយទឹកដោះគោ best cow មកបងប្អូននិយាយរួមតូខ្ញុំប្រើជាប្រចាំមិនថាទឹកដោះគោខ្ទិះជាមួយទឹកដោះគោខាប់ទេដាក់តូវាចងាញ់វាជាតិលើកបង្អែមរបស់យើងលើកមុខម្ហូបអីផ្សេងប្រើដាក់តូវាថាវាត្រូវគ្រប់មុខតែបណ្ដោយណាចុយពុកម៉ែបងប្អូនមានតម្រូវការអីអាចជ្រើសរើសយក best cow បានមិនថាធ្វើបង្អែមធ្វើមុខម្ហូបអីផ្សេងទេគឺចងាញ់គ្រប់មុខហើយនេះដល់វគ្គយើងមកចិត្តផ្លែឈើម្ដងមកនិយាយពីរឿងផ្លែឈើវិញគឺថាមានច្រើនសំណំដែលបងប្អូនយើងអេតបន្ថែមបន្តិចណាផ្សិនណាយើងដាក់តែផ្សិតកឡតមើលទៅវាមិនសូវតំណងទេយើងបន្ថែមនេះបន្ថែមនោះដាក់ទូជាតិអាយ៉ាងណាហើយបើកឡូនេះយើងដាក់ពីក្រមក៏រឹតតែជាតិទេពេលដែលយើងហូបផ្លែឈើពីលើមានគ្រប់រសជាតិមានបឺមាន strawberry មានផ្សិតកឡតមានអីក៏ហូបបឺកឡូនោះពីក្រមទៀតដាក់ទៅដូចវាចាប់ជាតិគ្នាយ៉ាងណាថាមិនត្រូវទេចុយពុកម៉ែបងប្អូនអាចសាកធ្វើមេនុយនេះបានតនេនៅផ្ទះនៅអីចោះណាហើយនេះយើងដាក់កឡូជាមួយទឹកដោះគោខាប់ best cow ទូញ៉ៃរុំទូទឹកដោះគោខាប់ best cow នេះបើថាពុកម៉ែបងប្អូនចង់ថាជាវយកទៅប្រើប្រាស់មិនថាលក់កាហ្វេមិនថាធ្វើម្ហូបមិនថាធ្វើអីផ្សេងទេពុកម៉ែបងប្អូនអាចរកទិញតាមតូបចាប់ភួយតាមផ្សារតាមអីប្រុសគេមានលក់គ្រប់ទីកន្លែងហើយនេះបើកឡូរបស់យើងហើយជាការស្រេចបើនិយាយពីរឿងរសជាតិមកល្មមមាច់មិនផ្អែមមិនសាបអីចោះម៉ែបងប្អូនដាក់ទូត្រូវអាយ៉ាងណាហើយយើងចាក់ចូលយកទូមុននឹងយើងដាក់ផ្លែឈើយើងត្រូវច្បាច់គ្រីមដាក់សិនណាបងប្អូនដោយសារតែគ្រីមមិនសិនណាជាយើងដាក់ក្រោយឬមួយក៏ដាក់មុនវាមិនសូវតំណងទេពេលដែលយើងដាក់កណ្ដាលទេតំណងណាយើងដាក់ផ្លែឈើទូវាអត់លិចកប់ចូលទៅក្នុងបឺកឡូទេដោយសារតែបឺកឡូសិនណាជាក្នុងករណីយើងធ្វើច្រើនទេវាអាចថានឹងដាក់ផ្លែឈើទូលិចចូលបងប្អូនមកថាពុកម៉ែបងប្អូនធ្វើមួយកែវអីហូបភ្លាមនោះរឹតតែតំណងទៀតប៉ុន្តែសម្រាប់ខ្ញុំទោះបីជាធ្វើរយៈពេលយូរប៉ុណ្ណាក៏វានៅតែចងាញ់ដែរបងប្អូនដាក់ផ្សំគ្រឿងផ្សំគ្រួអីដូចវាត្រូវតែបណ្ដោយណាជាពិសេសមានបឺមានផ្លែឈើមានអីយើងអេតទៅលើបន្តិចអូតំណងណាហើយអ្វីដែលសំខាន់មួយទៀតយើងដាក់ផ្សិតកឡូតណែឯងដាក់ទៅវាត្រូវប៉ជាតិលំដាប់ ISO 9001ហើយបើនិយាយពីរឿងថាមនុយយើងឯងវាតំណងត្រង់ចំណុចតែយើងបានទៅហូបនោះវាស្រែក៏ជុំហ្វេនជុំបងប្អូនអីជុំគ្នាក៏ក្តីសក់អាយ៉ាងណាមើលថ្ងៃលិចថ្ងៃអីចោះមកបងប្អូនយាយរំតងឯនេះក៏មេឃវាមិនមានជាអួលអាប់អីទេវាបើកថ្ងៃមកក៏វាត្រូវថានឹងអាកាសធាតុដែលយើងហូបអានេះមនុយឈ្មោះសណ្ដីទេបងប្អូនអើយជួយនឹករោដាក់អុយផងមិនតិនតែនឹកឃើញតែដាក់យ៉ាងណាយ៉ាងណីទេដាក់បឺកឡូផ្លែឈើគ្រប់រសជាតិក៏មិនសូវតំណងទៀតតែចុយពុកម៉ែបងប្អូនជួយនឹករោដាក់ឲ្យផងហើយនេះយើងដាក់ជាមួយនឹងទឹកដោះគោខាប់ best cow វាលឿនតិចទៀតទៅដើម្បីថាបង្កើនរសជាតិហើយដូចខ្ញុំនិយាយណែឯងដល់ពេលហូបនៅវាលស្រែក៏អូក្តីសក់អាយ៉ាងណាខ្យល់បក់មករវិចចំណែកស្រែស្រូវក៏ចាប់ដើមថាវាខៀវមកព្រឹកបដហើយម៉ែបងប្អូនដោយសារតាមួយរយៈនេះរៀងក្តៅដែរបានត្រូវទឹកភ្លេងត្រូវអីក៏ល្អសំណំក្រិនមកវិញទៅបើថារៀងនោះបងបលីងហើយចុះវីដេអូរបស់យើងមានតែប៉ុណ្ណេះទេអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរពុកម៉ែបងប្អូននៅរកស៊ីមានបានទៅណាមកណាគឺជប់ទៅសុខសុវត្ថិភាពជប់ទៅរឿងល្អជប់ទៅមនុស្សល្អជាពិសេសលុយកាក់ចេះតែហូរចូលសម្រស់កាន់តែស្អាតហើយនេះហូបបណ្ដើក៏សើចថាអុយមីដៃផងមីជើងផងដោយសារតែ fan ម៉ែបងប្អូនមាន fan ទេភ្ញៀវគាត់មកហូបកាហ្វេហូបអីក៏គាត់បានចូលតួចូលអីដែរចុយពុកម៉ែបងប្អូនលែងម៉ូតូក្រែងបានថាចូលតួភ្លក់នេះភ្លក់នោះបានហូបនេះហូបនោះដូចបឺកឡូមានផ្អែមមានអីចង់ម៉ែបងប្អូនហើយកូនតូចកូនក្មេងកូនអីក៏អាចហូបបានភ្លក់ទាំងអស់គ្នាម៉ែបងប្អូនអើយទាំងម្ដាយរបស់ខ្ញុំទាំងអីនេះចងាញ់យកណែគេថាអាកាសធាតុវាត្រូវជាមួយបរិយាកាសត្រូវជាមួយអាកាសធាតុវាស៊ីមេទ្រីវាគេថាមើលទៅវាត្រូវគ្នាអញ្ចឹងបងប្អូនចាស់ឲ្យប៉ុណ្ណេះឯងបានជាវិញឆ្ងាយអីទេជម្រាបលាបាយថាបាយវាចងាយមិនសូវជាឃើញឲ្យបលាទេ